តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យគេជឿទុកចិត្តបើសិនជាអ្នកមិនអាចធ្វើឲ្យអ្នកដទៃទុកចិត្តបានគេនឹងកាត់បន្ថយភាពជឿជាក់ចំពោះអ្វីដែលអ្នកបាននិយាយភាគច្រើនឬទាំងអស់ជាមិនខានផ្ទុយទៅវិញបើពួកគេមានទំនុកចិត្តចំពោះអ្នកនិងមានទំនុកចិត្តទៅលើគំនិតរបស់អ្នកគេនឹងមានទំនោរមើលឃើញថាអ្នកមានភាពគួរឲ្យជឿទុកចិត្តមានទិន្នន័យគ្រប់គ្រាន់និងទៀងត្រង់ទន្ទឹមនឹងគ្នាផងដែរហើយពួកគេនឹងមានអារម្មណ៍ថាអ្នកក៏ចាប់អារម្មណ៍ចំពោះគេច្រើនបំផុតដូចគ្នាលើសពីនេះពួកគេនឹងមើលឃើញពីគុណសម្បត្តិខាងផ្នែកអារម្មណ៍និងភាពជឿជាក់របស់អ្នកភាពស្មោះត្រង់និងភាពគួរឲ្យជឿជាក់ផងដែរគុណសម្បត្តិទាំងនេះនឹងជួយបង្កើននូវភាពគួរឲ្យចាប់អារម្មណ៍លើខ្លួនអ្នកដែលជាហេតុផលនាំឲ្យពួកគេមានទំនោរទទួលស្គាល់គំនិតរបស់អ្នកកាន់តែច្រើនឡើងដូចគ្នាដូច្នេះតើអ្នកអាចធ្វើឲ្យពួកគេមានទំនុកចិត្តបានយ៉ាងដូចម្តេចវិធីសាស្ត្រខាងក្រោមនេះអ្នកនឹងប្រើប្រាស់បាន 1. ប្រើភាពទៀងត្រង់របស់អ្នកសម្ដែងឲ្យគេឃើញថាអ្នកជឿជាក់ថាគំនិតរបស់អ្នកគឺជាអ្វីដែលមានតម្លៃស័ក្តិសមនឹងតម្លៃពេលវេលានិងចំណាប់អារម្មណ៍របស់ពួកគេនៅពេលដែលពួកគេមើលឃើញថាអ្នកជាមនុស្សទៀងត្រង់ប្រកបប្រជាពេលនោះគេនឹងមានទំនុកចិត្តលើអ្នកកាន់តែច្រើនឡើង 2. និយាយអ្វីដែលជាការពិតប្រតិបត្តិតាមនៅអ្វីដែលអ្នកបានសន្យាផ្ដល់នូវគុណសម្បត្តិដល់បុគ្គលដែលជាម្ចាស់គំនិតនិងលើកសំណើដែលមានគុណប្រយោជន៍សមស្របគ្រប់ផ្នែកប្រព្រឹត្តតាមគុណសម្បត្តិរបស់មនុស្សនិយាយពិតធ្វើអ្វីដែលពិតដែលបានលើកឡើងនិងធ្វើឲ្យអ្នកមើលឃើញថាខ្លួនអ្នកគឺជាមនុស្សដែលអាចទុកចិត្តបាន 3. គាំទ្រការផ្ដួចផ្ដើមគំនិតជំរុញឲ្យកើតមានកិច្ចសន្ទនាដែលបង្ហាញឲ្យឃើញថាអ្នកបើកចិត្តទទួលគំនិតអ្នកដទៃនិងទទួលស្ដាប់ការប្រឆាំងរបស់ពួកគេអ្នកត្រូវសាងបរិយាកាសឲ្យមិត្តរួមការងារគ្រប់គ្នាអាចចែករំលែកគំនិតនិងត្រូវដឹងថាទស្សនៈរបស់ពួកគេមានតម្លៃជានិច្ច 4. ផ្ដល់ភាពសំខាន់ចំពោះប្រយោជន៍អ្នកដទៃជាចម្បងនៅពេលដែលអ្នកគ្រប់គ្នាដឹងថាអ្នកផ្ដល់ការចាប់អារម្មណ៍ចំពោះពួកគេនោះពួកគេនឹងមានទំនោរទុកចិត្តមកលើអ្នកនិងគំនិតរបស់អ្នកច្រើនឡើងដូចគ្នាដែរឧទាហរណ៍ជំនួយការផ្នែកទីផ្សារម្នាក់បានជួយឲ្យបុគ្គលិកក្រមបង្គាប់របស់ខ្លួនបានទទួលការឡើងតំណែងទៅកាន់ផ្នែកផ្សេងបើទោះបីជាជំនួយការម្នាក់នោះដឹងថាខ្លួនត្រូវបាត់បង់បុគ្គលិកដ៏ឆ្នើមម្នាក់ក៏ដោយប៉ុន្តែគេបានទទួលស្គាល់ថាការងារមួយចំណែករបស់គេគឺជួយឲ្យអ្នកដទៃអភិវឌ្ឍជំនាញប្រកបដោយវិជ្ជាជីវៈទង្វើបែបនេះក្រៅពីជួយឲ្យបុគ្គលិកក្រមបង្គាប់បញ្ជាខ្លួនហើយជំនួយការម្នាក់នេះនឹងទទួលបានទំនុកចិត្តពីបុគ្គលិកនិងប្រធានផ្នែកផ្សេងៗផងដែរទំនុកចិត្តនេះដែលជាប្រយោជន៍សម្រាប់គាត់នាពេលអនាគត 5. បើកចំហត្រង់ទៅត្រង់មកបើអ្នកហ៊ានបើកចំហចំណុចខ្វះខាតរបស់ខ្លួនឯងគេនឹងមើលឃើញថាអ្នកគឺជាបុគ្គលដែលគួរឲ្យជឿទុកចិត្តមនុស្សទូទៅភាគច្រើនចូលចិត្តលាក់បាំងចំណុចខ្វះខាតរបស់ខ្លួនឯងហេតុនេះទើបការទទួលស្គាល់នៅចំណុចខ្វះខាតដោយត្រង់ទៅត្រង់មកក្នុងការលើកសំណើរបស់អ្នកអាចជួយសាងនៅទំនុកចិត្តដល់អ្នកស្ដាប់បានយ៉ាងល្អប្រសើរផងដែរសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ